សូមស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសម្រាយរឿង Re:Zero អ៊ីពីសូត3បន្តដែលផ្ដើមរឿងពីអ៊ីពីសូតមុនយើងបានឃើញថាតួឯកស្រីបានមកដល់ផ្ទះបរិវ័យចំណាស់ដើម្បីស្វែងរកវត្ថុ insignia របស់នាងពេលមកដល់នាងបានប្រើថាមពលទៅកកគំរាមយកវត្ថុ insignia ពី Fel ត្រឡប់មកវិញពេលនោះបរិវ័យចំណាស់បានសួរតួឯកស្រីថានាងជាអំបូរអែលមែនទេនាងឆ្លើយថាមិនមែនទេនាងជាមនុស្សពាក់កណ្ដាលអែលពេលនោះ Fel គិតថាតួឯកស្រីមានសក់ពណ៌ប្រាក់និងមនុស្សពាក់កណ្ដាលអែលផងនោះនាងច្បាស់ជាមេធ្មប់ដែលមានឈ្មោះថាសាច់ឡាជាមិនខានតែតួឯកស្រីថានាងគ្រាន់តែមានរូបរាងស្រដៀងនាងមិនមែនជាមេធ្មប់អីនោះទេ Fel បាននិយាយអំពីការដែល Subaru នឹងទិញវត្ថុនេះប្រគល់ទៅម្ចាស់របស់វាវិញតែតួឯកស្រីមិនយល់ពីគេនិយាយអំពីអ្វីនោះទេពេលនោះ Subaru ស្រែកឲ្យផាក់បញ្ចេញឈាលការពារតួឯកស្រីយ៉ាងខ្លាំងពីព្រោះ Elsa បានចូលមកវាយប្រហារតួឯកស្រី Elsa បាននិយាយថានាងនឹងសម្លាប់អ្នកទាំងអស់គ្នានៅទីនេះហើយ Subaru ប្រាប់ឲ្យផាក់វាយប្រហារទៅលើ Elsa ផាក់ក៏បានវាយប្រហារទៅលើ Elsa តែមិនបានធ្វើឲ្យ Elsa ត្រូវរបួសទេគ្រាន់តែនាងបានធ្វើឲ្យនាងរហែកអាវក្រៅរបស់នាង Elsa បានស្ទុះចូលវាយប្រហារតួឯកស្រីយ៉ាងលឿនតែតួឯកស្រីប្រើឈាលចេញពីតកមកការពារហើយផាក់បានវាយប្រហារតែ Elsa នាងពិតជាមានបំលាទីលឿនខ្លាំងណាស់តកដែលបានបាញ់ចេញទៅមិនអាចធ្វើអ្វីនាងបានឡើយពេលនោះ Elsa ត្រូវបានជាប់ជើងទៅនឹងតកហើយតួឯកស្រីបានប្រើថាមពលតកបាញ់ទៅ Elsa តែនាងកិច្ចទាន់ដោយដោះស្បែកជើងនាងឲ្យជាប់នឹងតកស្ថានភាពកាន់តែអាក្រក់ដោយផាក់នាងត្រូវក្លាយទៅជាគ្រីស្តាល់វិញហើយពេលនោះ Elsa ថែមទាំងយកតកមកធ្វើជាស្បែកជើងរបស់នាងថែមទៀតផង Elsa ស្ទុះទៅវាយតួឯកស្រីក្នុងល្បឿនយ៉ាងលឿនតែតួឯកស្រីមានឈាលតកការពារពីការវាយប្រហាររបស់ Elsa ទោះជាយ៉ាងណាតួឯកស្រីនៅតែត្រូវបាន Elsa វាយឲ្យប៉ើងទៅបាត់បរិវ័យចំណាស់បានចូលមកវាយប្រហារ Elsa ដោយដែលបានដឹងអញ្ចឹងបរិវ័យចំណាស់មិនមែនជាគូប្រជែងរបស់ Elsa ឡើយបរិវ័យចំណាស់ត្រូវបាន Elsa វាយប្រហារនៅចំពីក្រោយទោះបីជា Fel រួយក៏ដោយពេលនោះ Elsa ដើរមកវាយប្រហារ Fel តែត្រូវបាន Subaru ជួយទាន់ហើយតួឯកស្រីបានក្រោកមកបន្តវាយប្រហារ Elsa ម្ដងទៀត Subaru ប្រាប់ឲ្យ Fel រត់ហើយគាត់បានយកដំបងរបស់បរិវ័យចំណាស់មកតទល់ជាមួយ Elsa នៅពេលដែល Fel រត់ចេញ Elsa បានយកម្ជុលធំមួយគប់ទៅ Fel តែ Subaru ទាត់ម្ជុលនោះដើម្បីជួយ Elsa ទាន់ពេលវេលា Subaru និងតួឯកស្រីបានរួមគ្នាប្រយុទ្ធនឹង Elsa គេបំរុងនឹងការផ្ដាច់ជើងរបស់ Subaru តែពេលនោះ Reinhardt បានទម្លុះពីលើដំបូលមកដើម្បីជួយ Subaru អ្នកខ្លាំងគេបង្ហាញខ្លួនមកបែបហ្នឹងដើមហេតុដែលនាំឲ្យ Reinhardt បានមកដល់ទីនេះគឺដោយសារ Fel គេរត់ទៅជួបជាមួយនឹង Reinhardt ក្នុងសភាពភ័យខ្លាច Reinhardt គេមិនចង់វាយប្រហារមនុស្សស្រីទេតែ Elsa ស្ទុះមកពីគាត់ Reinhardt បានទាត់ Elsa ឲ្យដួលទៅនឹងដី Reinhardt គាត់បានរើដាវមួយដោយមិនប្រើដាវរបស់គាត់ឡើយ Elsa ស្ទុះទៅវាយ Reinhardt ក្នុងល្បឿនដ៏លឿនតែ Reinhardt គ្រាន់តែទប់ទល់ដើម្បីការពារខ្លួនប៉ុណ្ណោះដោយសារគេមិនចង់វាយស្ត្រីទេតែចុងក្រោយគាត់បានប្រើ Ultimate របស់គាត់មួយ Ultimate របស់ Reinhardt ធ្វើឲ្យមានការផ្ទុះជាខ្លាំងហើយយើងក៏មិនដឹងថា Elsa យ៉ាងម៉េចយ៉ាងម៉ាហើយទេគាត់មិនចង់វាយមនុស្សស្រីទេប៉ុន្តែចុងក្រោយគាត់ប្រើ Ultimate យកមកមួយសន្ទុះក្រោយមក Elsa បានចង់មកសម្លាប់តួឯកស្រីតែ Subaru ជួយទាន់បន្ទាប់មកនាងក៏បានរត់គេចបាត់ទៅតួឯកស្រីសួរ Subaru ថាគាត់កើតអីឬអត់តែ Subaru បញ្ចេញកាយវិការថាគាត់មិនអីទេនឹងស្ទាយប្លែកជាច្រើនបន្ទាប់មកគាត់បដូរចរិតមកជាការញ៉ែនាងវិញគាត់បានសួរឈ្មោះរបស់នាងថានាងមានឈ្មោះអ្វីនាងក៏បានប្រាប់ថានាងមានឈ្មោះ Emilia ទីបំផុតតួឯកស្រីយើងប្រាប់ឈ្មោះពិតទៅដល់ Subaru ហើយនាងមានឈ្មោះថា Emilia ហើយនាងអរគុណ Subaru ក្នុងការដែលជួយសង្គ្រោះជីវិតនាងពេលនោះ Subaru នឹកឃើញថាការខិតខំតស៊ូដើម្បីជួយសង្គ្រោះអ្នកទាំងអស់គ្នានិង Emilia វាបានស្ដែងជាលទ្ធផលឲ្យគាត់ឃើញពេលនោះ Reinhardt បានឃើញថាដំបងដែល Subaru គេយកមកទប់ទល់នឹងការវាយប្រហាររបស់ Elsa គឺត្រូវបានដាច់ជាពីរ Subaru ស្រាប់តែក្រឡេកមើលទៅពោះរបស់គាត់ក៏ឃើញថាវាបានត្រូវរបួសបាត់ទៅហើយ Admin ឆ្ងល់ដែរកាត់មួយថ្ងៃហើយទៅមុតតែទាំងបរិវ័យចំណាស់និង Subaru គេទាំងពីរមិនអីនោះទេដោយសារការ heal របស់ Emilia ព្រោះ Emilia មានថាមពល heal ឲ្យជាសះស្បើយពីរបួសវិញពេលបានសងវត្ថុ insignia ទៅ Emilia វិញពេលនោះ Reinhardt គេឃើញវត្ថុនោះគាត់បានទៅចាប់ Fel យកទៅជាមួយហើយឲ្យ Subaru ទៅកាន់ Emilia មើលថែអូខេអ្នកទាំងអស់គ្នាអញ្ចឹងអ៊ីពីសូត3នេះក៏ចប់ត្រឹមតែប៉ុណ្នេះសូមអ្នកទាំងអស់គ្នារងចាំទស្សនានៅអ៊ីពីសូត4បន្តបើសិនអ្នកទាំងអស់គ្នាចូលចិត្តនៅការសម្រាយរបស់ admin សូមអ្នកទាំងអស់គ្នាជួយចុច subscribe និងចុច like អនទៅចោះជម្រាបលាបាយបាយ